លោកមេឃ សុវណ្ណារា ប្រធានគណៈបកជំនាន់ថ្មីបានលើកឡើងថាយើងត្រូវការប្រើធម៌អហិង្សាដោយមិនអាចប្រើពាក្យថាផ្ដួលរំលំមានឯងអត់អញមានអញអត់ឯងទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីនោះទេព្រោះគោលការណ៍របស់គណៈបកជំនាន់ថ្មីមិនចាត់ទុកខ្មែរណាជាសត្រូវតែក៏មិនអោនក្បាលដាក់បរទេសដែរគឺបង្កើតមិត្តតែមិនបង្កើតសត្រូវនៅក្នុងនយោបាយការបរទេសចង់ឲ្យមានការផ្លាស់ប្ដូរតាមបែបអហិង្សាហើយគណៈបកជំនាន់ថ្មីប្រកួតប្រជែងជាមួយនឹងអ្នកជំនាន់ថ្មីនៃគណៈបកកណ្ដាលអំណាចពលគឺគណៈបកប្រជាជនកម្ពុជាជៀសវាងការសងសឹកគ្នាដោយទំនងបុគ្គលក្រៅពីការប្រកួតប្រជែងគោលនយោបាយក្នុងនាមជាប្រធានគណៈបកជំនាន់ថ្មីលោកមេឃ សុវណ្ណារាកំពុងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទាំងក្នុងប្រទេសនិងក្រៅប្រទេសដើម្បីត្រៀមខ្លួនចូលរួមប្រគល់ប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2027និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ2028ខាងមុខតាមរយៈការពង្រីកការលើកស្លាកគណៈបកនៅទូទាំងរាជធានីខេត្តការផ្សព្វផ្សាយគោលនយោបាយនិងទស្សនៈនយោបាយថ្មីដើម្បីទាក់ទាញសកម្មជនជាពិសេសយុវជនឲ្យមានការចាប់អារម្មណ៍និងងាកមកតាមដាននយោបាយនិងប្រឡូកនយោបាយឲ្យបានគ្រប់គ្នាអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងគណៈពេលបំពេញបេសកកម្មនៅសហរដ្ឋអាមេរិកប្រធានគណៈបកជំនាន់ថ្មីកាលពីរាត្រីថ្ងៃអាទិត្យទី18ខែឧសភាឆ្នាំ2025បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរអាមេរិកកាំងនៅក្បែរក្រុងដាឡាសរដ្ឋតិចសាសហើយបានរំលឹកអំពីប្រវត្តិតស៊ូរបស់លោកតាំងពីនៅជំរំភៀសខ្លួនខ្មែរថៃជាមួយនឹងម្ដាយមេម៉ាយរហូតបានក្លាយជាអ្នកសារព័ត៌មាននិងក្លាយជាអ្នកនយោបាយនៅក្នុងគណៈបកប្រឆាំងពលគឺអតីតគណៈបកសង្គ្រោះជាតិជាប់គុក2ដងក្រោយការបោះឆ្នោតនៅឆ្នាំ2013មិនតែប៉ុណ្ណោះលោកបានលើកឡើងពីពន្លកថ្មីនៃគណៈបកចំនួនថ្មីនៅលើទឹកដីសេរីភាពផងដែរជាពិសេសលោកថាលោកគឺជាមេអណ្ដើកក្នុងការផ្ដួចផ្ដើមឲ្យមានការរួបរวมគ្នារវាងអ្នកប្រជាធិបតេយ្យនៃគណៈបកសិទ្ធិមនុស្សរបស់លោកកឹមសុខានិងលោកសំរងស៊ីគណៈបកសំរងស៊ីបង្កើតបានជាចលនាសង្គ្រោះជាតិទៅជាគណៈបកសង្គ្រោះជាតិនៅឆ្នាំ2012នាទីក្រុងម៉ានីលប្រទេសហ្វីលីពីនប៉ុន្តែលោកបញ្ចង់មានការបកស្រាយចំពោះអ្នកគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណៈបកសង្គ្រោះជាតិនៅឆ្នាំ2013ក្នុងការបោះឆ្នោតនិងការរំលាយចោលគណៈបកសង្គ្រោះជាតិដោយសារលេខាស្ថាពររបស់តុលាការកំពូលមកដល់ពេលនេះនោះទេអ្វីដែលជាការសំខាន់លោកមេឃ សុវណ្ណារាគ្រាន់តែចង់បញ្ជាក់និងសង្កត់ធ្ងន់ថាគណៈបកជំនាន់ថ្មីរបស់លោកបង្កើតឡើងមិនមែនចង់ប្រកួតប្រជែងជាមួយអិសរាជជននយោបាយចាស់ៗដូចជាលោកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រមុខគណៈបកកណ្ដាលអំណាចនោះទេគឺចង់ប្រកួតប្រជែងជាមួយនឹងអ្នកជំនាន់ថ្មីនៃគណៈបកកណ្ដាលអំណាចរួមមានលោកហ៊ុនម៉ាណែតដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីជាដើមដូច្នេះជាការលើកទឹកចិត្តដល់អ្នកចំនួនថ្មីដែលប្រឡូកចូលនយោបាយនិងចាប់អារម្មណ៍ពីនយោបាយលោកថាត្រូវតែតស៊ូអំណត់បដូរយុទ្ធសាស្ត្រកុំបដូរគោលដៅហើយលោកនៅតែមានស្នាមញញឹមអត់ឈឺចាប់អត់សងសឹកបើទោះបីជាលោកធ្លាប់ជាប់គុកនយោបាយអស់រយៈពេល74ឆ្នាំក៏ដោយក្នុងន័យនេះលោកក៏នៅតែផ្ញើសារថាយើងត្រូវតែប្រើធម៌អហិង្សាដោយមិនអាចប្រើពាក្យមានអញអត់ឯងមានឯងអត់អញទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីនោះទេព្រោះគោលនយោបាយរបស់គណៈបកចំនួនថ្មីមិនចាត់ទុកខ្មែរណាជាសត្រូវហើយក៏មិនអោនក្បាលដាក់បរទេសដែរលោកមេឃ សុវណ្ណារាបានថ្លែងនៅក្នុងពិធីសំណេះសំណាលនោះទៀតថាខ្ញុំជាមេអណ្ដើកនៅពេលបោះឆ្នោតឆ្នាំ2012បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺយើងមើលឃើញថាការបែកបាក់នៃអ្នកប្រជាធិបតេយ្យបកសំរងស៊ីនិងបកសិទ្ធិមនុស្សគឺបើយើងមិនរួមគ្នាគឺមិនអាចនឹងប្រកួតប្រជែងទេអញ្ចឹងអានឹងជាការចង់ឲ្យដឹងថាដំណើរជីវិតរបស់ខ្ញុំនៅពេលដែលខ្ញុំបង្រួបបង្រួមលោកសំរងស៊ីនិងលោកកឹមសុខាគឺថាយើងត្រូវប្រើពេលវេលាទម្រាំតែមនុស្សពីរនាក់ហ្នឹងហើយនឹងសេនាធិការរបស់គាត់ទាំងពីរនាក់ហើយក៏យើងបានទៅចាប់ដៃគ្នានិងបង្កើតជាអតីតចលនាសង្គ្រោះជាតិនៅទីក្រុងម៉ានីលថ្ងៃទី16-17ខែកក្កដាឆ្នាំ2012ដូច្នេះហើយទើបយើងអាចបង្កើតទៅជាគណៈបកសង្គ្រោះជាតិគួរបញ្ជាក់ថាពាក់ព័ន្ធទៅនឹងជំហរ
បង្កើតមិត្តតែមិនបង្កើតសត្រូវរបស់លោកមេឃ សវណ្ណារាក៏មានចែងនៅក្នុងគោលការណ៍ទាំង10របស់គណៈបកចំនួនថ្មីផងដែរដោយក្នុងនោះចំណុចទី6បានសរសេរថាគណៈបកចំនួនថ្មីនឹងដឹកនាំគាំទ្រសកម្មភាពសន្ទនាពិគ្រោះប្រឹក្សាយោបល់និងការជជែកដេញដោលជាសាធារណៈដែលក្នុងនោះរួមទាំងការធ្វើសមាជជាតិនិងការបើកសភាប្រជាពលរដ្ឋសម្រាប់ដោះស្រាយលើបញ្ហាសេដ្ឋកិច្ចនយោបាយនិងបច្ចេកទេសធំៗរបស់ជាតិទី7បកក្រៅរដ្ឋាភិបាលមួយនេះក៏នឹងដឹកនាំសកម្មភាពគាំទ្របញ្ជាហានិភ័យនៃការដឹកនាំកម្ពុជាធ្លាក់ចូលទៅក្នុងភូមិសាស្ត្រនយោបាយដែលបម្រើផលប្រយោជន៍វាទីបរទេសនិយមនិងបង្កជម្លោះដល់ប្រទេសជិតខាងប្រទេសក្នុងតំបន់និងពិភពលោកស្របតាមច្បាប់អន្តរជាតិនានារដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិនិងរដ្ឋធម្មនុញ្ញជាតិទី8ដឹកនាំគាំទ្រនិងបង្កើតវប្បធម៌នយោបាយដែលប្រកាន់ភ្ជាប់លើគោលការណ៍សិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិក្នុងនោះរាប់បញ្ចូលនៅការពង្រឹងសមត្ថភាពដឹកនាំកម្ពុជាឲ្យក្លាយជាប្រទេសពេញមុខពេញមាត់ជាប្រទេសរុងរឿងជឿនលឿនប្រជាពលរដ្ឋមានសេរីភាពពេញលេញអាចចូលរួមប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានានៃពិភពលោកដោយអំណរនិងពេញមុខមាត់ថ្លៃថ្នូរនិងសកម្មភាពព្រមទាំងសកម្មក្នុងគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ចនយោបាយវប្បធម៌និងសង្គមគិច្ចលក្ខនិងទី9ដឹកនាំគាំទ្រសកម្មភាពប្រឆាំងការរើសអើងគ្រប់ប្រភេទក្នុងនោះខ្មែរគ្រប់និន្នាការនយោបាយទាំងអស់មានសិទ្ធិប្រកាន់ជំហរផ្ទាល់ខ្លួនក្នុងការគិតបញ្ចេញមតិនិងធ្វើសកម្មភាពនិងប្រកាន់គណៈបកនយោបាយរបស់ខ្លួនដោយសេរីមិនទទួលរងការបង្ខិតបង្ខំឲ្យបដូរគំនិតនិងដឹកនាំគាំទ្រស្ដាប់សម្លេងជនរួមជាតិពីគ្រប់និន្នាការនយោបាយទាំងអស់ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសដ៏មហារុងរឿងនិងពេញមុខពេញមាត់របស់ពិភពលោក